រឿងដំណើរទៅផ្សាររបស់កូនអណ្ដើកកូនអណ្ដើកមួយបានទៅលេងផ្សាររដូវផ្ការីកក្រោមកម្ដៅថ្ងៃនារដូវក្ដៅផ្សារនោះពិតជាអ៊ូអរណាស់មានសត្វតែតូបបន្លែនិងផ្លែឈើកូនអណ្ដើកបានទិញគ្រាប់ពូជមួយចំនួនទុកយកទៅដាំដុះពេលកូនអណ្ដើកទិញរួចរាល់ហើយវាបានឃើញខ្លែងរូបថ្ងៃលិចមួយកំពុងបង្ហោះលើមេឃហើយខ្យល់នារដូវស្លឹកឈើជ្រុះកំពុងបក់មករំភើយនៅតាមផ្លូវដ៏វែងឆ្ងាយកូនអណ្ដើកត្រូវឆ្លងកាត់ភ្លៀងផងកម្ដៅថ្ងៃផងតម្រាំតែមកដល់ផ្ទះរដូវរងាក៏បានចូលមកដល់ល្មមគ្រាប់ពូជដែលកូនអណ្ដើកបានទិញពីផ្សារពេលនេះបានដុះចេញคล้ายទៅជាផ្ការីករួចជាស្រេចម្ដាយរបស់កូនអណ្ដើកបានចេញពីផ្ទះបាយមកស្វាគមន៍វាគាត់ថើបកូនអណ្ដើកហើយយកផ្កាទៅដាក់ក្នុងថូមេអណ្ដើកនិយាយថាអោកូនសម្លាញ់មាសម្ដាយកូនពេជ្រជាខំប្រឹងប្រែងណាស់ក្នុងគ្រួសារយើងមានតែកូនទេដែលរហ័សជាងគេ